ចំនួនបង្កឲ្យមានបញ្ហាផ្សេងៗជាច្រើនជាពិសេសជំងឺឆ្លងនានាដែលបណ្ដាលមកពីការខ្វះអនាម័យតើយើងត្រូវធ្វើអ្វីខ្លះនៅពេលមានទឹកជំនន់ 1. ហូបទឹកដាំពុះឬហូបទឹកស្អាតដោយប្រើធុងចម្រោះឬប្រើថ្នាំក្លរីនឬក្លរ៉ាមីន 2. លាងដៃជាមួយសាប៊ូនិងទឹកស្អាតឲ្យបានញឹកញាប់ដើម្បីបង្ការពីជំងឺនានាជាពិសេសមុនពេលចាប់កាន់ចំណីអាហារមុនពេលបញ្ចុកចំណីកូនមុនពេលបំបៅដោះកូនក្រោយពេលបន្តបង់ក្រោយពេលលាងសម្អាតគូតកូន 3. រក្សាអនាម័យចំណីអាហារលាងបន្លែផ្លែឈើជាមួយនឹងទឹកស្អាតត្រូវចម្អិនអាហារឲ្យបានឆ្អិនល្អគ្របអាហារឲ្យបានជិតល្អបើទុកក្នុងសីតុណ្ហភាពធម្មតាលើសពី2ម៉ោងត្រូវកម្ដៅឡើងវិញត្រូវសម្អាតកន្លែងធ្វើម្ហូបនិងសម្ភារៈផ្ទះបាយទុកអាហារឆៅនិងអាហារឆ្អិនដាច់ដោយឡែកពីគ្នា 4. រក្សាអនាម័យបរិស្ថាននៅលើទីទួលសុវត្ថិភាពកាត់បន្ថយកាកសំណល់នានាតាមដែលអាចធ្វើទៅបានដាក់សម្រាមក្នុងថង់ជៀសវាងបោះចោលពីវាលពាសកាលដឹកសម្រាមយកទៅបោះចោលកន្លែងសមរម្យនិងឆ្ងាយពីទីទួលសុវត្ថិភាពប្រើប្រាស់បង្គន់អនាម័យជានិច្ចក្នុងករណីមានជំងឺកើតឡើងត្រូវស្វែងរកសេវាសុខាភិបាលដែលនៅជិតលោកអ្នកបំផុតឬទំនាក់ទំនងទៅលេខ115ដើម្បីសួរនាំ